នោះគឺភាសានិយាយជាសិស្សឆ្នាំទី2នៅមហាវិទ្យាល័យជាសាធារណៈថ្ងៃនេះយើងធ្វើវីដេអូអំពីការដោះ system unit និងការដាក់ឧបករណ៍ចូលក្នុង system unit វិញចឹងឥឡូវយើងចូលមកដល់ការអនុវត្តជាដំបូងយើងដោះគម្របរបស់ system unit យើងសិនដំបូងយើងត្រូវដោះ power supply តែមុននឹងយើងដោះ power supply យើងគួរតែដោះខ្សែសិនដោយសារតែវាជុំមួយ power supply អញ្ចឹងបើសិនជាយើងដោះទេវាពិបាកក្នុងការដក power supply ចេញFew moments later សារហើយយើងអាចដោះ power supply ហើយប៉ុន្តែមុនយើងដោះ power supply យើងត្រូវបុកខ្សែវាសិនអញ្ចឹងខ្សែវាសំខាន់ទាំងអស់មាន5ជាងចាប់តាមដល់គ្នា 1 hour later ចឹងឥឡូវយើងដោះខ្សែវាហើយយើងអាចទាញចេញមកពេលដោះចេញមកយើងដាក់ចូលវិញស្រួលយើងដោះ power supply ហើយចាប់ដើមមកដល់ hard disk អញ្ចឹងយើងដោះ hard disk ហ្នឹងគឺជាកន្លែងដែល store ទុកអិននៅជាអចិន្ត្រៃយ៍អញ្ចឹងខ្សែរបស់ hard disk យើងដោះ12ទេចាំតមកយើងដោះ CD room ខ្សែរបស់ CD room មាន4អូខេអញ្ចឹង CD room យើងអាចយកគួរដកនៅពីក្រោយចេះទេទៅយើងអាចនឹងបាក់ឬក៏អីអញ្ចឹងយកល្អយើងដោះពីសន្ទះខាងមុខនេះដោះទៅក្រោយម្ដងចុងក្រោយយើងមកដល់ motherboard ជាងដោះខ្សែវាមួយវាស្មើ3 hours later ឥឡូវយើងដោះខ្សែហើយយើងអាចដក motherboard ចេញមកបាននេះចាំតមកយើងមកដោះ RAM ជាមុនសិនអញ្ចឹង RAM វាត្រូវកាន់ចេះដើម្បីកុំឲ្យវាចាំតមកយើងដោះខ្សែរបស់កង្ហាហើយមកខ្សែរបស់វាមកខ្សែរបស់ឥឡូវយើងមកដោះ CPU ចុះ CPU វិញយើងដាក់កម្មចេះចាំ motherboard គឺជាផ្ទាំងស៊ីហ្វេអេឡិចត្រូនិកនៅក្នុងកុំព្យូទ័រដែលវាមានសមត្ថភាពអនុញ្ញាតឲ្យ hardware ធ្វើការទំនាក់ទំនងគ្នាបាន RAM គឺជាកន្លែងទុកទិន្នន័យជាបណ្ដោះអាសន្នវាអត់ទុកទិន្នន័យចន្ទ្រៃដូច hard disk ទេអញ្ចឹងនៅពេលដែលយើងបិទកម្មវិធីទៅទិន្នន័យនោះក៏វាបាត់តាមនឹងដែរហើយចំណែក CPU វិញវាជាអង្គចុងចាំមួយរបស់កុំព្យូទ័រឬក៏យើងអាចនិយាយថាជាខួរក្បាលរបស់កុំព្យូទ័រ power supply វិញវាប្រៀបដូចជាបេះដូងរបស់កុំព្យូទ័រចឹងដែលវាមានសមត្ថភាពក្នុងការបំលែងថាមពលពី AC ទៅ DC ហើយគ្រប់គ្រងថាមពលនោះទៅកាន់ hardware ទាំងអស់របស់កុំព្យូទ័រហើយចំណែក CD room វិញគឺភាគច្រើនគេប្រើវាសម្រាប់ burn ទិន្នន័យចូលទៅក្នុង CD ចំណែកhard disk វិញគឺជាផ្នែកមួយរបស់កុំព្យូទ័រដែលវា store ទិន្នន័យជាអចិន្ត្រៃយ៍អញ្ចឹងតើយើងលុបទៅវាបាត់ពេលដែលយើងដោះគ្រឿងនៅក្នុង system unit នោះគឺព្យាយាមរៀបចំឧបករណ៍ដែលយើងដោះចេញនិងខ្សែរបស់វានោះឲ្យបានមានសណ្ដាប់ធ្នាប់ធ្វើឲ្យវាងាយស្រួលក្នុងការដោះចូលវិញហើយយើងកុំភ្លេចសម្អាតវាឲ្យបានស្អាតហោះហើយឧបករណ៍ដែលត្រូវសម្អាតមករបស់ហើយឧបករណ៍ផ្សេងទៀតនោះគឺយើងគួរតែជួបកុំប្រើចំណាត់ឬក៏ដាក់ចូលមក Meanwhile អញ្ចឹងឥឡូវយើងចាប់ដើមរៀប hardware ចូលទៅក្នុង system unit វិញអញ្ចឹងជាដំបូងយើងរៀបគ្រឿងនៅ motherboard សិនអញ្ចឹងដំបូងយើងដាក់ CPU ចូលវិញតោះមកយើងដាក់ RAM ដាក់ទៅផងណាតោះមកយើងដាក់ខាងចូលវិញអញ្ចឹងយើងចំណាំថាយើងត្រូវដាក់ខាងនេះដើម្បីឲ្យខ្យល់វាទៅចេញមកខាងនេះវិញចង់ហើយយើងដាក់ខ្សែចូលឡើងវិញមកពុំទៀតយើងទៀតចង់ឥឡូវយើងដាក់វាត្រូវប្រឡោះខ្ចៅហើយយើងចាប់តាមចាក់ខ្ចៅយកមក 1 eternity later ចុះឥឡូវយើងដាក់មករបស់ហើយយើងចាប់តាមដាក់ power supply ចូលហើយយើងចាប់តាមមុខខ្សែចូលវិញចឹងត
មកយើងចាប់ផ្ដើមដាក់ស៊ីរួមចូល ហើយយើងដាក់ហាត់ឌីចូល ខ្សែហាឌីមាន2 ទៅលើយើងហើយយើងដាក់ខ្សែចូលវិញខ្ញុំយើងដាក់តាមផតរបស់វាមក តើយើងដាក់កំហុសនេះខាងនេះដល់ណាទៀត Eventually, យើងដាក់កម្រងវាចូលមកវិញមកចង់ខ້ອຍអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះរហូតដល់ចប់